មិនសរសើរមិនបានអាយុ30ប្លាយហើយសម្រស់រាជិនីកុមារមានសុនីតាត្រូវគេសួរដេញដោលពីសំណួរដដែលជាពិសេសពីទំនាក់ទំនងបេះដូងនិងតារាប្រុសសង្ហាម្នាក់នេះនិយាយពីកញ្ញាមានសុនីតាបើគិតត្រឹមឆ្នាំ2026ខាងមុខនេះរាជិនីកុមាររូបនេះមានវ័យ36ឆ្នាំហើយប៉ុន្តែបើនិយាយពីរូបសម្រស់ឯណោះវិញហាក់មិនជ្រេទៅតាមវ័យសោះខណៈអតីត Flashy Girl រូបនេះនៅតែស្រស់សោភាសម្រស់នៅចាំមិនដើរតាមអាយុសោះដោយឡែកឈានចូលវ័យ36ឆ្នាំហើយនោះមហាជនដែលនិយមតាមដានពីរឿងរ៉ាវឯកជនរបស់កញ្ញាមានសូនីតាក៏ធ្លាប់បានដឹងខ្លះៗហើយថាសេស្អាតដូចនេះមិនដែលបង្ហើបពីម្ចាស់បេះដូងម្ដងណាឡើយហើយកន្លងមកបានត្រឹមតែមានអ្នកគាំទ្រចាប់ផ្ដើមផ្គូផ្គងកញ្ញានិងតារាប្រុសដទៃម្យ៉ាងវិញទៀតនោះថ្មីនេះមហាជនបានត្រឹមសង្ស័យនឹងទំនាក់ទំនងរវាងនាងនិងលោកសេងមង្គលបន្ទាប់ពីបានឃើញរូបភាពនិងវីដេអូសាសនាប៉ុន្តែការពិតរូបភាពនិងវីដេអូនោះគឺជាការថតផ្សព្វផ្សាយពាណិជ្ជកម្មប៉ុណ្ណោះយ៉ាងណាមិញស្រាប់តែថ្មីនេះកញ្ញាមានសុនីតាបានបង្ហោះសារហាក់បង្ហាញពីអារម្មណ៍ក្នុងចិត្តរបស់ខ្លួនបន្ទាប់ពីត្រូវបានគេចោទជាសំណួរដដែលមិនឈប់ក្នុងនោះកញ្ញាមានសុនីតាមិនបានលំអិតពីអារម្មណ៍នោះឡើយគ្រាន់តែបង្ហោះសំណួរដែលគេតែងតែសួរជារឿយៗថាសំណួរមុនគេគឺការយកប្តីសំណួរទី2ជាមួយនឹងលោកសេងមង្គលជារឿងពិតដែរឬទេចា៎នេះគឺជាការលើកឡើងរបស់រាជិនីកុមារមានសុនីតាផងដែរចា៎សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរតើតើទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា